ថ្ងៃនេះខ្ញុំមានដំណឹងពិសេសមួយមកជម្រាបជូនដែលតាក់ទងទៅនឹងព្រឹត្តិការណ៍ដ៏ធំនិងគួរឲ្យរំភើបដែលនឹងធ្វើឡើងនៅក្រុងកោះរ៉ុងបងប្អូនធ្លាប់ស្រមៃចង់លេងកីឡាលំហែកាយនិងទស្សនាឆ្នេរខ្សាច់ស្អាតៗក្នុងពេលតែមួយទេឥឡូវនេះឱកាសបានមកដល់ហើយក្រុងកោះរ៉ុងខេត្តព្រះសីហនុនឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យគឺកីឡាទេសចរណ៍ដែលប្រព្រឹត្តទៅរយៈពេល3ថ្ងៃគឺចាប់ពីថ្ងៃទី29ដល់ថ្ងៃទី31ខែតុលាឆ្នាំ2025កម្មវិធីនេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេតែជាការផ្សារភ្ជាប់រវាងកីឡាទេសចរណ៍និងបរិស្ថានដ៏ស្រស់ស្អាតនៃក្រុងកោះរ៉ុងសូមអញ្ជើញចូលរួមទាំងអស់គ្នាថ្ងៃទី1ភាពរំភើបនៅឆ្នេរខ្សាច់ថ្ងៃពុធទី29ខែតុលាព្រឹកថ្ងៃដំបូងនឹងចាប់ផ្ដើមជាមួយនឹងសកម្មភាពលេងបាល់ទះលើឆ្នេរខ្សាច់ដែលនឹងដឹកនាំដោយក្រុមបច្ចេកទេសមន្ទីរអប់រំល្ងាចកម្មវិធីបើកជាផ្លូវការយើងនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមម៉ាស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងគណៈអធិបតីជាច្រើនទៀតជាពិសេសយើងនឹងស្ដាប់មតិស្វាគមន៍និងរបាយការណ៍ពីលោករីសវណ្ណអភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុងនិងបើកកម្មវិធីជាផ្លូវការអំពីសំណាក់ឯកឧត្តមអភិបាលខេត្តបន្តរត់ប្រណាំងឧបសគ្គបងអូនជាង 1000 នាក់នឹងចូលរួមក្នុងការរត់ប្រណាំងចម្ងាយ2គីឡូម៉ែត្រឆ្លងកាត់ឧបសគ្គកណ្ដាលឆ្នេរពី Hill Beach Resort ទៅដល់ Nest Beach រាត្រីកុំភ្លេចណានឹងមានការប្រគំតន្ត្រីនិងរាំកម្សាន្តដ៏អស្ចារ្យនៅឆ្នេរកោះរ៉ុងរហូតដល់ម៉ោង23ថ្ងៃទី2បទពិសោធន៍ជិះកង់បាល់ទះនិងប្រដាល់នៅថ្ងៃប្រហ័សទី30ខែតុលាព្រឹកថ្ងៃទី2យើងនឹងបដូរបរិយាកាសទៅកាន់សហគមន៍អេកូទេសចរព្រែកកោងកាងដើម្បីចូលរួមសកម្មភាពជិះកង់កម្សាន្តចម្ងាយ6គីឡូម៉ែត្រឆ្លងកាត់ទេសភាពព្រែកកោងកាងដ៏ស្រស់ត្រកាលឆ្ពោះទៅផែថ្ម Long Beach បន្ទាប់មកក៏មានការប្រកួតបាល់ទះឆ្នេរខ្សាច់បន្តពេញមួយថ្ងៃនៅពេលរាត្រីក៏ក្រោកឆាកយើងនឹងមានការប្រកួតកីឡាប្រដាល់គុនខ្មែរដ៏ស្វិតស្វាញដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់ព្រមជាមួយគ្នានេះក៏មានការតាំងពិព័រណ៍ផលិតផលផងដែរថ្ងៃទី3វគ្គផ្ដាច់ព្រាត់និងការប្រណាំងទូកថ្ងៃសុក្រទី31ខែតុលាព្រឹកវគ្គផ្ដាច់ព្រាត់នៃកីឡាបាល់ទះលើឆ្នេរខ្សាច់ដើម្បីស្វែងរកជ័យលាភីថ្ងៃត្រង់យើងនឹងត្រឡប់ទៅតំបន់ព្រែកកោងកាងវិញសម្រាប់ការប្រកួតប្រណាំងទូកកាយ៉ាក់ដែលតម្រូវឲ្យមានកម្លាំងកាយមាំមួននិងស្មារតីជាក្រុមរាត្រីបិទបញ្ចប់ព្រឹត្តិការណ៍និងបិទបញ្ចប់ដោយការប្រកួតប្រដាល់គុនខ្មែរដ៏អស្ចារ្យមួយឈុតទៀតនៅឆ្នេរកោះរ៉ុងកម្មវិធីកីឡាទេសចរនេះមិនត្រឹមតែជាការលើកស្ទួយវិស័យកីឡានៅកម្ពុជាប៉ុណ្ណោះទេតែជាការបង្ហាញពីសក្តានុពលនៃទេសចរណ៍ធម្មជាតិនៅកោះរ៉ុងដូច្នេះសូមកុំភ្លេចណាណាត់គ្នាមកចូលរួមលេងកីឡាមើលប្រដាល់ទស្សនាកោះរ៉ុងនិងរាំលេងកម្សាន្តជាមួយយើងទាំងអស់គ្នាចាប់ពីថ្ងៃទី29ដល់31ខែតុលាឆ្នាំ2025អរគុណច្រើនអ្នកទាំងអស់គ្នាជួបគ្នានៅកោះរ៉ុង